ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានសត្វពាហនៈនៅតាមផ្លូវទាំងឆ្កែទាំងគោទាំងក្របីបាទហើយម្សិលមួយថ្ងៃហ្នឹងខ្ញុំក៏ឃើញគេដាក់រូបគោរូបអីខ្ញុំសុំឲ្យប្រយ័ត្នប្រយែងតាមដែរព្រោះផ្លូវបាទហើយលបឿនប្រើប្រាស់កុំលឿនពេកបាទជាពិសេសម៉ូតូរថយន្តនៅកន្លែងភូមិបាទប្រជាពលរដ្ឋឆ្លងកាត់ក្មេងរត់ឆ្លងកាត់គ្រោះថ្នាក់ការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍យើងជាឃាតករសម្រាប់មនុស្សច្រើនជាងគេនៅកម្ពុជារបស់យើងប្រហែលឆ្នាំនេះក្រោយពីសង្គ្រាមអញ្ចឹងខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋយើងនៅក្នុងការប្រើប្រាស់ផ្លូវនៅទីនេះដើម្បីធានាបាននូវសុវត្ថិភាពសូមប្រើប្រាស់ទៅតាមច្បាប់ចរាចរណ៍កុំឲ្យផ្លូវកាន់តែអាលងគ្រោះថ្នាក់កាន់តែច្រើនការជិះការធ្វើដំណើរទាំងអ្នកបើកបររថយន្តទាំងអ្នកជិះម៉ូតូទាំងអ្នករត់កាត់ផ្លូវក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានសត្វពាហនៈនៅតាមផ្លូវទាំងឆ្កែទាំងគោទាំងក្របីបាទហើយម្សិលមួយថ្ងៃហ្នឹងខ្ញុំក៏ឃើញគេដាក់រូបគោរូបអីខ្ញុំសុំឲ្យប្រយ័ត្នប្រយែងតាមដែរព្រោះផ្លូវបាទហើយលបឿនប្រើប្រាស់កុំលឿនពេកបាទជាពិសេសម៉ូតូរថយន្តនៅកន្លែងភូមិបាទប្រជាពលរដ្ឋឆ្លងកាត់ក្មេងរត់ឆ្លងកាត់គ្រោះថ្នាក់ការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍យើងជាឃាតករសម្រាប់មនុស្សច្រើនជាងគេនៅកម្ពុជារបស់យើងប្រហែលឆ្នាំនេះក្រោយពីសង្គ្រាមកាលមុនមានគ្រាប់មីនការវាយគ្នាមានគ្រាប់កាភ្លើងបាញ់គ្នាចប់សង្គ្រាមមានគ្រាប់មីនឥឡូវគ្រាប់មីនយើងមួយឆ្នាំកាត់ក្រោម100នាក់តែគ្រោះថ្នាក់ចរាចរណ៍ច្រើនទី2ចូលរួមថែរក្សាបាទប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់យើងផ្លូវដែកផ្លូវថ្នល់សូមជួយបាទបើគេដាក់អំពូលតាមផ្លូវដែលជុះទៅចំណាំងផ្លាតសូមទៅកម្គាស់វាពួកកន្លែងខ្លះកោះលេងគេដាក់តាមផ្លូវចាក់ទៅជិះបើកយកកម្គាស់វាអានឹងលក់អត់បានថ្លៃទេតែជីវិតមនុស្សថ្លៃជាងហើយភូមិស្រុករបស់យើងត្រូវការបើគេដាក់អានាងដែកកុំទៅកាត់វាចោលអានឹងគេសម្រាប់កុំឲ្យវាចុះទៅក្រោមអានេះគឺដើម្បីរួមទាំងអស់គ្នាកាលមុននោះប្រហែលឆ្នាំមុនមានអ្នកទៅដោះទាំងប្រឡងផ្លូវអតេះភ្លើងទៀតបាទអញ្ចឹងសូមឲ្យប្រជាពលរដ្ឋយើងទាំងអស់រួមគ្នាថែទាំថែរក្សាសម្បត្តិរួមទាំងអស់គ្នាដូចខ្ញុំនិយាយចឹងគឺថាហេដ្ឋារចនាសម្ព័ន្ធផ្លូវសាធារណៈគឺសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទាំងអស់គ្នាយើងអត់មានដំណាក់កាលពីមុនមកដោយផ្លូវដាច់ប្រជាពលរដ្ឋនៅទីនឹងគាត់កាន់ប្រទេសក្តារ2ចង់ឆ្លងតតបងលុយគាត់ដាក់ក្តារឲ្យទេឥឡូវយើងធ្វើស្ពានឲ្យទាំងអស់គ្នាដោយថាធ្វើ free តែម្ដងដោយមិនចាំបាច់លើកលែងតែ BOT ផ្លូវលបឿនលឿនភ្នំពេញខេត្តបរសៃអនុមួយខ្សែទៅក្រៅពីនេះគឺផ្លូវរដ្ឋប្រើ free អត់មានពីណាយកលុយទេបាទសំបីតែផ្លូវជាតិលេខ4កាលមុននេះរាជរដ្ឋាភិបាលក៏ទិញយកមកវិញដើម្បីបើកផ្លូវឲ្យប្រជាពលរដ្ឋប្រើផ្លូវនេះដូចគ្នាបើមានពីណាទាលុយអាហ្នឹងសូមតែបើបើកលឿនប៉លិសផាករឿងផ្សេងបាទខ្ញុំនិយាយយកលុយរបៀបឆ្លងកាត់ដោយ BOT អត់ទេបាទតែបើកលឿនប៉លិសផាកអត់បានអាហ្នឹងកុំគ្រោះថ្នាក់ទាំងអស់គ្នា